ពីមនុស្សធម្មតាคล้ายទៅជាអ្នកការពារទឹកដីជារៀងរហូតនៅលើទឹកដីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រខ្មែរដែលសម្បូរទៅដោយវប្បធម៌ប្រវត្តិសាស្ត្រនិងវិញ្ញាណបុព្វបុរសមានរឿងរ៉ាវជាច្រើនដែលបានបន្តបន្ទាប់ពីជំនាន់មួយទៅជំនាន់មួយក្នុងចំណោមរឿងដែលប្រជាជននៅតំបន់ខេត្តពោធិ៍សាត់នៅតែគោរពនិងរំលឹកមិនដែលភ្លេចគឺរឿងនៃវីរបុរសម្នាក់ដែលគេហៅថាលោកតាឃ្លាំងមឿងលោកតាឃ្លាំងមឿងគឺជាមនុស្សដែលមានប្រវត្តិពាក់ព័ន្ធនឹងការការពារទឹកដីនិងប្រជាជនក្នុងសម័យបុរាណតាមព្រេងនិទាននិងឯកសារប្រវត្តិសាស្ត្រខ្លះៗបានរៀបរាប់ថាលោកតាជាមន្ត្រីឬជាអ្នកដឹកនាំម្នាក់ដែលមានស្មារតីក្លាហានស្មោះត្រង់និងស្រឡាញ់ជាតិជាទីបំផុតនៅក្នុងសម័យនោះប្រទេសជាតិជួបវិបត្តិសត្រូវត្រូវបានឆ្លងកាត់ព្រំដែនចង់យកទឹកដីនិងបំផ្លាញសន្តិភាពរបស់ប្រជាជនប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចនិងមិនដឹងថាពេលណាសង្គ្រាមនឹងមកដល់នៅពេលនោះហើយលោកតាឃ្លាំងមឿងបានលេចឡើងជាអ្នកដឹកនាំមានចិត្តមិនខ្លាចស្លាប់និងមានការបដិញ្ញាចិត្តថាដើម្បីការពារទឹកដីនិងប្រជាជនខ្ញុំសុខចិត្តលះបង់ជីវិតគេនិយាយថាមុនពេលចូលរួមប្រយុទ្ធលោកតាបានរៀបចំពិធីបូជាបួងសួងដល់ទេវតានិងវិញ្ញាណបុព្វបុរសដើម្បីសុំកម្លាំងនិងការពារប្រជាជនជុំវិញបានមកចូលរួមដោយក្តីសង្ឃឹមនិងជំនឿថាវីរបុរសរបស់ពួកគេនឹងអាចការពារប្រទេសជាតិបានជារឿងព្រេងមួយបាននិយាយថាលោកតាបានសម្រេចលះបង់ជីវិតដោយខ្លួនឯងដើម្បីបួងសួងឲ្យមានអំណាចអធិធម្មជាតិការពារទឹកដីការលះបង់នោះបានធ្វើឲ្យប្រជាជនជឿថាវិញ្ញាណរបស់លោកតាបានក្លាយជាអ្នកការពារទឹកដីជារៀងរហូតបន្ទាប់ពីព្រឹត្តិការណ៍នោះសត្រូវត្រូវបានបរាជ័យហើយប្រជាជនបានរស់នៅវិញក្នុងសន្តិភាពដោយសារតែការលះបង់ដ៏ធំធេងនោះប្រជាជនបានសាងសង់រូបបដិមានិងទីកន្លែងគោរពបូជាដល់លោកតាឃ្លាំងមឿងជារៀងរាល់ឆ្នាំមានពិធីបុណ្យបូជាធំមួយដែលប្រជាជនមកសុំក្តីសុខសុវត្ថិភាពនិងជោគជ័យនៅក្នុងពិធីបុណ្យគេនាំគ្នាដាក់ផ្កាទៀនធូបនិងអំណោយផ្សេងៗមនុស្សចាស់ៗនិយាយថាប្រសិនបើអ្នកមានចិត្តស្មោះត្រង់និងធ្វើល្អលោកតានឹងតាមជួយការពារនិងផ្ដល់ពរជ័យតែបើអ្នកធ្វើអាក្រក់ឬបោកប្រាស់វិញ្ញាណរបស់លោកតានឹងមិនចូលចិត្តឡើយរឿងនៃលោកតាឃ្លាំងមឿងមិនមែនជារឿងសង្គ្រាមតែមួយមុខទេប៉ុន្តែជារឿងនៃក្តីស្រឡាញ់ជាតិការលះបង់និងភាពស្មោះត្រង់វាបានបង្ហាញឲ្យយើងដឹងអំពីសេរីភាពនិងសន្តិភាពមិនមែនកាត់ឡើងដោយចៃដន្យទេប៉ុន្តែកាត់ឡើងដោយការខិតខំនិងការលះបង់របស់បុព្វបុរសសម្រាប់យុវជនជំនាន់ក្រោយរឿងនេះគឺជាការរំលឹកថាយើងត្រូវគោរពប្រវត្តិសាស្ត្រនិងថែរក្សាវប្បធម៌ទោះបីជាពេលវេលាបានផ្លាស់ប្ដូរប៉ុន្តែវិញ្ញាណនៃភាពក្លាហាននិងភាពស្មោះត្រង់នៅតែមានលំឡាយជានិច្ចនៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ហើយឃើញទីសក្ការៈបូជាលោកតាឃ្លាំងមឿងអ្នកអាចមានអារម្មណ៍ថាដូចជាកំពុងឮសំឡេងអតីតកាលប្រាប់យើងថាចូលការពារដីកំណើតនិងធ្វើល្អចំពោះគ្នាទៅវិញទៅមករឿងរ៉ាវនេះបានបន្តបន្ទាប់ពីមាត់មួយទៅមាត់មួយពីចំនួនមួយទៅចំនួនមួយទោះជាពេលវេលាប្រែប្រួលយ៉ាងណាក្តីស្រឡាញ់ជាតិនិងការលះបង់របស់លោកតាឃ្លាំងមឿងនៅតែរស់នៅក្នុងចិត្តរបស់ប្រជាជនជានិច្ចសេចក្តីបញ្ចប់ជាការរំលឹកប្រវត្តិសាស្ត្រមិនមែនសម្រាប់តែអ្នកអានឬស្ដាប់តែប៉ុណ្ណោះទេប៉ុន្តែសម្រាប់រៀននិងអនុវត្តនៅពេលណាដែលយើងនឹកឃើញពីលោកតាឃ្លាំងមឿងសូមនឹកឃើញពីភាពក្លាហានភាពស្មោះត្រង់និងការលះបង់ដើម្បីសង្គមជាតិមួយនេះហើយនេះគឺជារឿងនិទានប្រវត្តិសាស្ត្រដែលបន្តជាអមតៈនៅក្នុងបេះដូងរបស់ខ្មែរ